បាទសូមគោរពលោកលោកស្រីជាទីគោរពជាទីរាប់អានថ្ងៃនេះខ្ញុំសូមចែករំលែកគណិតជាដែលជាភាសាអង់គ្លេសដែលតាក់ទងទៅនឹងអឺតាក់ទងនឹង ideal តាក់ទងទៅនឹង ideal ដែលតាក់ទងទៅនឹង ring ទីមួយគឺ associate ទីពីរគឺ irreducible ហើយនឹង prime ទី3អញ្ចឹង associate មានន័យថាយកន័យ definition associate មានន័យថា element A and B of an integral domain D are called associate is A equal to UB where U is a unit of D អញ្ចឹងទី1មានន័យថា associate គឺជាធាតុ2 associate នេះមានន័យថាធាតុគេមានធាតុ2អញ្ចឹង associate នេះគឺមានធាតុ2 A និង B នៅក្នុង integral domain អញ្ចឹងគេហៅវាថា associate ប្រសិនបើយើងមាន A អញ្ចឹងក្នុងនោះមានធាតុ A និង B នៅក្នុង domain integral A និង B វាតាក់ទងជាមួយនឹងពាក់ព័ន្ធជាមួយនឹងឯកតា U នេះគឺជា unit អញ្ចឹង unit ឯកតានៅក្នុង integral domain អញ្ចឹងឯកតានោះគឺវានេះ U អញ្ចឹងបើសិនណាជាយើងមាន A ស្មើនឹង UB បានន័យថាវាធាតុ 2A និង B ហ្នឹងវាតាក់ទងគ្នាមាន A និង B ប៉ុន្តែ A និង B ហ្នឹងក៏វាមានឯកតាមួយវាអាចបានសមភាពនឹង A ស្មើនឹង UB ហ្នឹងយើងហៅថា associate អញ្ចឹងគឺជាធាតុដែលតាក់ទងធាតុមិន zero non zero ធាតុដែលអត់ zero irreducible non-zero element A ធាតុ A of an integral domain D is called irreducible អញ្ចឹងគេហៅថា irreducible បើសិនបើ A ហ្នឹងគឺវាមិនមែនជាឯកតាទេ A ហ្នឹងមិនមែនជាឯកតាទេនៅពេលកាលណា B C ហ្នឹងគឺ BC ហ្នឹងគឺវានៅក្នុង integral domain ទៀតទាំង3ហ្នឹងធាតុទាំង3ហ្នឹង AB ក៏វានៅក្នុង integral domain ហ្នឹងក៏ប៉ុន្តែវាពាក់ព័ន្ធជាមួយនឹង A នេះមិនមែនជាឯកតាទេក៏ប៉ុន្តែ A វាស្មើ BC អញ្ចឹងនាំមកយើងបាន B ឬក៏ C ហ្នឹងគឺជាឯកតាអញ្ចឹងអានេះជាឯកតាមានន័យថាពីរនេះគុណបញ្ចូលគ្នាផលគុណពីរនេះអញ្ចឹងមួយណាឯកតាក៏បានអញ្ចឹងអានេះយើងហៅថា irreducible ចុះ5យើងមានន័យថា a non-zero element A of an integral domain is called in prime if A not unit A divided B implies A divided B or A divided C អញ្ចឹងមានន័យថា5គឺជាធាតុមិន 0របស់នៅក្នុង integral domain ហ្នឹង D អញ្ចឹង integral domain ហ្នឹងគេឈ្មោះ D គេហៅថាវាជា5កាលណា A នេះគឺវាមិនមែនជាឯកតាដូចគ្នាអញ្ចឹងអានេះក៏មិនមែនជាឯកតាដែរទាំង3ហ្នឹងអត់មែនជាឯកតាទាំង3ក៏ប៉ុន្តែវាពាក់ព័ន្ធអញ្ចឹងអានេះវាពាក់ព័ន្ធជាមួយនឹងកាលណា A មិនមែនជាឯកតាតែវាចែកឲ្យ B ចែកឲ្យ B អញ្ចឹងចែក A ចែក B A ចែកដាច់នឹង B អញ្ចឹងនាំឲ្យយើងបាន A ចែកនឹង B ដាច់ឬក៏ A ចែកនឹង C ដាច់អញ្ចឹងនេះវាតាក់ទងផលគុណនេះតាក់ទងនឹងចែកឧទាហរណ៍យើងមានឧទាហរណ៍ថាយើងមាននេះមួយទេយើងមាន ring Z ដក3អានេះតាក់ទងចំនួន complex ព្រោះឬនេះដក3នេះអញ្ចឹងវា complex តាក់ទងចំនួន complex មានឬនៅក្នុងចំនួនមានwe exhibit an irreducible in ring Z adjoint
ភ្ជាប់ដោយឬ3ដកឬ3ដែលវាមិនមែនជា5ទេប៉ុន្តែវាជាirreducible អញ្ចឹងវាមិនមែនជា5ទេតែវាជា irreducible អញ្ចឹងអានេះ irreducible គឺវាតកតងនេះអញ្ចឹងមិនមែនជាឯកតាមិនមែនជាឯកតាក៏ប៉ុន្តែវាជា5ហើយក៏មិនមែនជា5ជាឯកតាជា irreducible ហើយមិនមែនជា5ទៀតជាងគឺមានអនុគមមួយអនុគមណមយើងមើលអនុគមណមគេឲ្យនេះអនុគមណមភ្ជាប់ដោយឬ3អញ្ចឹងនេះអនុគមណមគឺយើងដឹងហើយនេះរបស់វាគឺតម្លៃលេខារបស់វាគឺនេះយើងដឹងថានេះវាអញ្ចឹងនេះ a ការ៉េដកឬ3អនុគមណមរបស់វា function របស់វាគឺស្មើប៉ុណ្ណាកាលណាយើងមានចិត្តនេះគឺវាស្មើប៉ុណ្ណឹងគឺ function វាយើងអាចដាក់ជាកតា factor ដាក់ជាកតានេះជា x y អញ្ចឹងយើងយកដាក់ជាប្រកបកតាដាក់ជាកតា x y ដែលទាំងពីរហ្នឹងគឺមិនមែនជាឯកតាទេមិនមែនជាឯកតាអញ្ចឹងនាំឲ្យយើងបានអញ្ចឹងអនុគមណមនេះគឺយើងx y ស្មើនឹង x នាំ x គុណនាំ y អញ្ចឹងវាស្មើអញ្ចឹងយើងឧបមាថាយើងមានធាតុឯកតាអញ្ចឹងអានេះវាជាឯកតាមួយគុណឯកតាអញ្ចឹងយើងភ្ជាប់ដោយឬ3អញ្ចឹងដល់យើងវាស្មើយើងគណនាមកស្មើ4យើងបំបែកជា2កតាទៀតអញ្ចឹងបាន2គុណ2អញ្ចឹងដើម្បីឲ្យវាចែកដើម្បីឲ្យអានេះចែកនឹងនេះដាច់ចែកនឹងនេះដាច់នឹង4នេះដាច់អញ្ចឹង4យើងបំបែកគុណ2ម្យ៉ាងទៀតអញ្ចឹងយើងរម្យ៉ាងទៀតចំពោះចំនួនគុតចំនួនគុតរបស់ A ហើយនិង B អាចកើតមានកាលណានេះយើងមកផលគុណកតាពីអញ្ចឹងយើងចង់បានអាហ្នឹងយើងមានធាតុរបស់ Z មួយគឺអានេះ A បូក B អញ្ចឹងយើងចង់រកអានេះអញ្ចឹងយើងចង់រកតម្លៃ A អញ្ចឹងតម្លៃ A ហ្នឹងប្រមាណអញ្ចឹងយើងចង់រកតម្លៃ A តាមរយៈនេះធាតុឯកតារបស់វាអញ្ចឹងយើងរកតម្លៃ A យើងគុណពលាតហើយយើងស្មើប៉ុណ្ណេះស្មើនឹង2អញ្ចឹងយើងប្រើលក្ខណៈផ្ទឹមអានេះយើងថាវាជាចំនួននិមិត្តអានេះ imagine ចំនួននិមិត្តអានេះគឺ real ចំនួនពិតផ្នែកពិតអានេះផ្នែកនិមិត្តអញ្ចឹងយើងផ្ទឹមវាទៅអានេះស្មើនឹងអញ្ចឹងអានេះផ្នែកពិតអញ្ចឹងយើងមើលអានេះផ្នែកពិតអញ្ចឹងផ្នែកពិតគឺវាស្មើនឹង2នេះផ្នែកពិតវាស្មើ2ដល់និមិត្តវាគឺ0 i ស្មើ0អញ្ចឹងកន្លែងនេះគឺ i គុណនឹង0អញ្ចឹង i គុណ0 0អញ្ចឹងអា ab នេះគឺវាស្មើ0អញ្ចឹងយើងដោះស្រាយទៅឃើញយើងរកតាមរយៈនេះទៅយើងអាចរកឃើញអានេះ a ស្មើដក b ហើយបន្តមកទៀតយើងចំនួនចូលដល់ក្នុងនេះទៅយើងរកឃើញ a អញ្ចឹងជាលទ្ធផលគឺយើងរកឃើញ a ស្មើនឹង2លើ4អញ្ចឹងស្មើនឹង1លើ2 b ស្មើនឹងដក1លើ2អញ្ចឹងយើងចំនួនចូលក្នុងនេះឃើញបាទសូមអរគុណសូមជម្រាបលា